លន់នល់មិនអាចមានលក្ខណៈទាំងអស់នេះទៅធ្វើសង្គ្រាមឡើយដូច្នេះបញ្ជាក់ឲ្យឃើញថាសង្គ្រាមនៅឥណ្ឌូចិនសង្គ្រាមនៅលើទឹកដីខ្មែរគឺជាការចាប់បង្ខំរបស់យួនគឺជាការគ្រោងទុកគឺជាល្បិចកលគ្រប់បែបយ៉ាងដើម្បីរុញឲ្យពិភពលោកមើលឃើញថាអាមេរិកកាំងជាអ្នកនៅពីក្រោយជាអ្នកដឹកប្រទេសខ្មែរឲ្យធ្លាក់ទៅក្នុងសង្គ្រាមនេះខ្ញុំសូមបញ្ជាក់នៅក្នុងព្រឹត្តិការណ៍នេះសូមអរគុណគុណលោកចៃសនចាក់ចងទៅនឹងសង្គ្រាមអាមេរិកកាំងរវាងយួនខាងជើងយួនខាងត្បូងនេះកន្លងមកក្នុងបច្ចុប្បន្ននេះបណ្ឌិតមួយចំនួនក៏បានលើកឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយខ្លះថាសង្គ្រាមនៅក្នុងសម័យនោះគឺបង្កឡើងដោយអាមេរិកកាំងនៅលើទឹកដីខ្មែរលោកចាប់អារម្មណ៍យ៉ាងម៉េចដែរចំពោះការលើកឡើងរបស់បណ្ឌិតមួយចំនួននោះការដែលលោកបណ្ឌិតមួយចំនួនលើកយកបញ្ហានេះលោកសូមទៅស្រាវជ្រាវឯកសារឡើងវិញព្រោះពាក្យថាបណ្ឌិតមិនមកត្រូវនិយាយអ្វីដែលជាការពិតបើនិយាយបំភ្លេចប្រវត្តិសាស្ត្រនោះមិនមែនមានឈ្មោះថាបណ្ឌិតទេយើងខ្ញុំក្នុងនាមជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រហើយខ្ញុំបានស្រាវជ្រាវឯកសារច្រើនណាស់ដែលប្រហែលដែលនាំឲ្យសង្គ្រាមនេះមិនមែនរឿងអាមេរិកកាំងជាអ្នកដឹកធ្វើឲ្យប្រទេសនៅឥណ្ឌូចិនជាពិសេសនៅប្រទេសខ្មែរយើងធ្លាក់ទៅក្នុងសង្គ្រាមទេនេះដោយសារតែខ្ញុំបានបញ្ជាក់ហើយថាប្រទេសខ្មែរយើងបានប្រកាន់របបមួយអព្យាក្រឹតប៉ុន្តែលំអៀងកុម្មុយនីសគឺជាអព្យាក្រឹតមួយខ្លាំងខ្លាយជាអព្យាក្រឹតមួយមិនពិតប្រាកដបើមិនជាអព្យាក្រឹតនោះពិតប្រាកដប្រទេសខ្មែរមិនអាចធ្លាក់ទៅក្នុងសង្គ្រាមឡើយមួយវិញទៀតទាំងចិនក្តីទាំងយួនក្តីគេមានបំណងចាត់យកនៅសហព័ន្ធឥណ្ឌូចិនចង់បង្កើតសហព័ន្ធឥណ្ឌូចិនគ្រប់គ្រងនៅក្នុងទឹកដីឥណ្ឌូចិននេះឯងក្រោយពីបារាំងចេញទៅចិនក៏សម្លឹងឃើញថាមានតែទឹកដីនៅឥណ្ឌូចិនទេដែលគេអាចផ្សព្វផ្សាយមនុស្សកម្ពុជាតែអាចទទួលផលប្រយោជន៍ពីទឹកដីឥណ្ឌូចិននៅជាពិសេសនៅប្រទេសកម្ពុជាតែម្ដងប៉ុន្តែទៅវិញគេខ្លាចអាមេរិកកាំងគ្រប់គ្រងនៅឥណ្ឌូចិនជំនួសបារាំងដូច្នេះហើយចិនគឺខំជំនួយទាំងសម្ភារៈសឹករាប់ពាន់លានដុល្លារដើម្បីជួយទៅដល់ប្រទេសយួនទីបំផុតយើងឃើញហើយយួនក៏ជាកពើមួយដែលគេបានទៅងាកចាប់យកសូវៀតវិញព្រោះអីយើងឃើញហើយនៅឆ្នាំ1969ហូជីមិញគឺបានធ្វើអត្តឃាតសម្រាប់ខ្លួនគឺគេជាមេដឹកនាំមួយគេបានទទួលផលចំណេញទី1គឺហូជីមិញចំណេញទី1គឺការផ្ដាច់ជំនួយអ្វីដែលជាបានកុងត្រាជាមួយចិនអញ្ចឹងការចុះហត្ថលេខារបស់ហូជីមិញជាមួយនឹងមេដឹកនាំចិនគេបានទទួលផលចំណេញនៃប្រាក់ដែលកម្ចីចិនទី2រាល់ជំនួយគុណជាមួយចិនទី3យើងឃើញហើយនៅរវាងខ្មែរវិញខ្មែរត្រូវបាត់បង់ទឹកដីខ្មែរត្រូវធ្លាក់ទៅក្នុងរបបបល្ល័ង្កពូជសាសន៍នេះដែលយួនត្រៀមចំដូចខ្ញុំសូមបញ្ជាក់នៅក្នុងឆ្នាំ1975នេះប៉ុល ពតបានដឹងពីល្បិចកលរបស់យួនគឺយួនមានបំណងលើទឹកដីខ្មែរគឺផ្ដួលរំលំរបបលន់នល់ដើម្បីគ្រប់គ្រងទឹកដីខ្មែរប៉ុន្តែប៉ុល ពតបានដឹងសភិការតនចឹងប៉ុល ពតបានខំធ្វើសង្គ្រាមក្រោយពីអធិពលរបស់យួនដែលបញ្ចូលទ័ពរបស់បកពលករទ័ពខ្មែរវៀតមិញនិងអនិកជនយួននិងខ្មែរប្រវេណជាតិមួយចំនួនឲ្យចូលជាមួយនឹងពួកខ្មែរក្រហមជួយវាយរហូតដល់ថ្ងៃ17មេសា1975បានទទួលជ័យជំនះអញ្ចឹងខ្មែរក្រហមបានទទួល17មេសា1975យួនបានទទួលឯករាជ្យនៅក្នុង30មេសា1975ខុសគ្នាតែ13ថ្ងៃតែប៉ុណ្ណោះបើគុំប៉ុល ពតដឹងរឿងនេះតន់គុំអីយួនត្រូវគ្រប់គ្រងទឹកដីខ្មែរនាឆ្នាំ1975នៅពេលដែលយួនបានទទួលជ័យជំនះមុនពួកប៉ុល ពតគឺយួននឹងវាយយកទឹកដីខ្មែរនៅពេលនោះតែម្ដងប៉ុន្តែពេលដែលប៉ុល ពតកាន់កាប់ប៉ុល ពតបានធ្លាក់ទៅក្នុងល្បិចកលរបស់យួនតែគេរៀបចំកម្លាំងជាពិសេសបកពលករនេះហើយដែលសម្លាប់ខ្មែរនៅក្នុងនោះហើយប៉ុល ពតក្តីក៏ជាមនុស្សរបស់យួនដែរមួយទៅទៀតនៅពេលដែលប៉ុល ពតអស់តម្លៃនេះក្នុងឆ្នាំ1975រហូតដល់ឆ្នាំ1978គេបានសង្ស័យអៀងសេរីតាមរយៈយករូបថតមេដឹកនាំខ្មែរគឺបកគោណានឹងទៅបង្ហាញឲ្យអន្តរជាតិគាំទ្រថាខ្លួនមានទំនាក់ទំនងជាមួយនឹងបកគោណាយ៉ាងល្អដើម្បីឲ្យអន្តរជាតិគាំទ្រពួកមេដឹកនាំយួនខ្លាចការធ្វើឲ្យយួនមិនអាចគ្រប់គ្រងទឹកដីខ្មែរតទៅទៀតបានលើទឹកដីខ្មែរនឹងបញ្ចូលសហព័ន្ធឥណ្ឌូចិនបានយួនក៏រៀបចំកម្លាំងទ័ពនៅថ្ងៃទី2ធ្នូ1978នៅខេត្តកញ្ចេះគឺក្រុមការដឹកនាំរបស់លេដាតាញ់ដូច្នេះយើងឃើញហើយនេះជាល្បិចកលរបស់យួនដែលរៀបចំនៅពីធ្នូ1978 7មករាយួនបានបាយចូលទឹកដីខ្មែរបងប្អូនខ្មែរពិចារណាមើលទៅក្នុងរយៈពេល1ខែ7ថ្ងៃតើទ័ពខ្មែរឯណាមានសមត្ថភាពទៅរំដោះប្រទេសមួយតែមួយនេះគ្រាន់តែជាល្បិចកលជាឆាកឈុតខ្ចីដៃរបស់ខ្មែរប្រើតែប៉ុណ្ណោះទោះបីពុំមានមេដឹកនាំខ្មែរទៅពឹងយួនក្រោយក៏យួនត្រូវតែវាយដែរព្រោះយួនបានដឹងពីអន្តរជាតិថានៅថ្ងៃទី14មករាអន្តរជាតិនឹងវាយរំដោះយកទឹកដីខ្មែរដូច្នេះយួនត្រូវឆក់ឱកាសនឹងមុនដើម្បីរំដោះយកខ្មែរទី1ឲ្យខ្មែរដឹងគុណទី2ដើម្បីភ្ជាប់បកប្រជាជនបដិវត្តខ្មែរឡើងវិញនៅពេលដែលពួកប៉ុល ពតបានកំទេចសមាជិកបកប្រជា
ជាជនបដិវត្តខ្មែរហើយទាត់ចោលបកប្រជាជនបដិវត្តខ្មែរបង្កើតទៅជាបកកុម្មុយនីសកម្ពុជាមួយវិញទៀតគឺក្នុងបំណងដើម្បីលេបទឹកដីខ្មែរនិងសម្លាប់ជនជាតិខ្មែរបន្តទៀតហើយបញ្ចូលជនជាតិយួនឲ្យគ្រប់គ្រងទឹកដីខ្មែរដែលគោលបំណងបង្កើតសហព័ន្ធឥណ្ឌូចិនទៅថ្ងៃអនាគតដែលជាគោលបំណងរបស់ហូជីមិញនេះឯងសូមអរគុណអរគុណលោកចៃសនដែលបានលើកឡើងអំពីប្រវត្តិបន្ថែមទៀតហើយជំវិញនឹងយួនដែលមានគោលបំណងមានមហិច្ឆតាលេបទៅបាក់ទឹកដីខ្មែររហូតមកដល់ពេលបច្ចុប្បន្ននេះបើទោះបីជាត្រូវបានគេមើលឃើញថាយួនជាអ្នកមានគុណក៏ដោយប៉ុន្តែនៅពេលនេះគឺបានបើកក្របហើយគឺយួនជាអ្នកមានមហិច្ឆតាលើកទៅបាក់ទឹកដីខ្មែរព្រោះលោកខិនតិនយល់មិនដែរចំពោះការលើកឡើងរបស់លោកចៅសនហើយលោកមានដំណោះស្រាយអ្វីជាចុងក្រោយជំរាបជូនអ្នកនយោបាយក៏ដូចជាប្រជាពលរដ្ឋហើយធ្វើយ៉ាងដូចម្តេចដើម្បីឲ្យមានការទំនាក់ទំនងល្អរវាងប្រទេសទាំងពីរជិតខាងដោយមានតុល្យភាពឲ្យមានការឈានពានគ្នាទៀតនោះខ្ញុំបាទសូមឆ្លើយសំណួរនេះហើយមុននឹងឆ្លើយសំណួរនេះខ្ញុំបាទសូមបញ្ជាក់ទៅសំណួរមួយដែលលោកបណ្ឌិតមួយចំនួនគាត់មានសាសថាអាមេរិកជាដើមហេតុនៃការទម្លាក់ក្របបែកមកកម្ពុជានេះខ្ញុំគ្រាន់តែសួរឲ្យខ្លីខ្ញុំមិនមែនជាអាមេរិកនិយមអីទេគ្រាន់តែជាមនុស្សពលរដ្ឋខ្មែរម្នាក់ដែលយើងចង់ទាញយកនៅភាពពិតប្រាកដដើម្បីឲ្យជាតិជើងបានយល់បានដឹងហើយយើងត្រៀមយុទ្ធសាស្ត្រទៅមុខកុំឲ្យធ្លាក់ក្នុងអបាយកលរបស់យួនតែប៉ុណ្្នឹងឯងហើយយើងក៏មិនមែនជាអ្នកប្រកាន់ឬអើងជាផ្សាយអីដែរប៉ុន្តែការរំលឹកជាតិជើងឲ្យប្រុងប្រយ័ត្នជាទួលនីតិរបស់យើងជាខ្មែរទាំងអស់គ្នាយើងសួរថាចាប់ពីឆ្នាំ1962រហូតដល់70តើមានទាហានយួនស្លាប់នៅក្នុងទឹកដីខ្មែរដោយក្របបែកអាមេរិកដែរទេបើសិនជាមានស្លាប់ដោយក្របបែកអាមេរិកមែននោះហើយជាដើមហេតុដែលយើងអាចបញ្ជាក់ថាយួនជាអ្នកនាំភ្លើងចូលមកកម្ពុជាខ្ញុំសូមបញ្ជាក់ខ្លីតែប៉ុណ្្នឹងហើយខ្ញុំសូមបញ្ជាក់អំពីងូដិនយីមបន្តិចដើម្បីឲ្យបងប្អូនយើងមានការពិចារណាទៅលើខ្លឹមសារបញ្ជាក់ថាយួនគឺជាអ្នកបង្កើតល្បែងឈុតឆាកនៃសង្គ្រាមយួនខាងត្បូងងូដិនយីមបានងាប់ទៅដោយបាត់ខ្លួននៅទសវត្ស60រហូតដល់សប្តាហ៍ថ្ងៃនេះហើយងូដិនយីមគឺជាប្រធានាធិបតីយួនខាងត្បូងដំបូងបង្អស់ប្រព្រឹត្តនៅអំពើខូខូសាហាវព្រៃផ្សៃចំពោះខ្មែរកម្ពុជាក្រមធ្ងន់ធ្ងរណាស់ងូដិនយីមបានហាមឲ្យខ្មែរកម្ពុជាក្រមបើអាចចាប់ពី2នាក់ទៅអាចអង្គុយផឹកស្រាបានតែមិនអោយផឹកតែទេចាប់ពី2នាក់ទៅប្រសង់អាចារ្យមហាអ្នកប្រាជ្ញចេះដឹងមួយចំនួនរបស់ខ្មែរក្រមងូដិនយីមបានសម្លាប់ហើយនឹងចាប់ដាក់ពន្ធនាគារយ៉ាងសាហាវព្រៃផ្សៃប៉ុន្តែក្រោយមកងូដិនយីមបានងាប់បាត់ខ្លួនរហូតដល់សប្តាហ៍ថ្ងៃនេះយើងរកអត់ឃើញមូលហេតុមិនដឹងតាណាមកណាទេនេះជាចំណុចមួយដែលយើងចាប់ផ្ដើមសង្ស័យថាយួនប្រហែលជាបំបត្តិងូដិនយីមប្រត់ងូដិនយីមគឺជាដើមគំនិតមួយមិនចង់ឲ្យបញ្ហាទាំងអស់នឹងមើលបែកធ្លាយចំណុចមួយទៀតខ្ញុំបាទសូមបញ្ជាក់បន្តពីលោកចៅសនបន្តិចអំពីឆ្នាំ1979ពីព្រោះពេលវេលាវាខ្លីគ្រាន់តែឆ្លើយសង្ខេបថាត្រឡប់ទៅខាងដើមបន្តិចថានៅឆ្នាំ1970ក្រោយពីការរដ្ឋប្រហារ